សួស្តីទាំងអស់គ្នានៅពេលនេះដើម្បីកុំឲ្យជួបជុំស្ពិនយូរយើងមកសង្ខេបជុតខ្លីៗឲ្យត្រៀមនឹងចេញនៅសប្តាហ៍ក្រោយបន្តិចទៅហើយចំពោះបងប្អូនយើងដែលមិនទាន់ស្ដាប់នៅពេលទេសាកទៅស្ដាប់លេងៗបានតពីចម្ពោះទី267 68ហ្នឹងទៅគឺតពីសាច់រឿងយើងរាល់ថ្ងៃហ្នឹងហើយចំពោះបងប្អូនយើងដែលចង់ស្ដាប់រឿងឲ្យបានលឿនទៀតនោះដែលគ្មានពាណិជ្ជកម្មអីញ៉ៃគឺអាចទំនាក់ទំនងកាន់តែបានដែលវាលើអំពី YouTube ជាង200ចម្ពោះហើយចំពោះតម្លៃតែ$1កន្លះក្នុងមួយខែទេហើយព័ត៌មានលម្អិតអ្នកទាំងអស់គ្នាគឺអាច check មើលនៅក្នុង comment បានដោយសារតែសាច់រឿងមួយចំនួនដែលមានសង្ខេបនៅក្នុងភាគទី97អស់ខ្លះហើយចឹងយើងបន្តពីការកាត់ក្បាលរីតិយាតលីយូសៀទៅម្ដងទៅតពីជនមុខបានកាត់ក្បាលទៅកាន់រីតិយាតហើយប្រជាជននិងមន្ត្រីមួយចំនួនបានស្រែកឡើងហៅទៅកាន់ព្រះអង្គពួកគេបានស្រែកថាសូមឲ្យព្រះអង្គមានអាយុយឺនយូរអារីហ្វឹងបានងាកទៅខាងក្រោយហើយគាត់ក៏បានលើកដៃឲ្យអ្នកទាំងអស់គ្នាក្រោកឡើងភ្លាមប្រពន្ធរបស់លោកគ្រូជាតិបានកលេចមើលទៅកាន់ព្រះរាជាបន្ទាប់មកគាត់ក៏បាននិយាយទៅកាន់គ្រូជាតិថាលោកដីវាប្រហែលជាមិនមែនជារឿងល្អទេសម្រាប់ការបង្ហាញសមត្ថភាពរបស់លោកមេសាសាឈិននៅក្នុងពេលនេះគ្រូជាតិបានថាសម្រាប់គាត់រាជវង្សចាងការគឺគ្រាន់តែជាកន្លែងមួយដើម្បីរៀនសូត្រតាមរយៈបទពិសោធន៍តែប៉ុណ្ណោះដូច្នេះការសម្លាប់រាជទាយាទក៏គ្រាន់តែជាបទពិសោធន៍មួយសម្រាប់គាត់ផងដែរគាត់មិនមែនអ្វីច្រើនដែលត្រូវធ្វើប្រងពីគាត់ទេហើយប្រជាអធិរាជពិតជាត្រូវការគ្រប់គ្រងពីគាត់ច្រើនខ្លាំងណាស់នាងក៏ឆ្ងល់ហើយស្វែងរកបទពិសោធន៍តើមែនទេត្រូវហើយគឺស្វែងរកបទពិសោធន៍របស់គាត់រាជទាយាទបានខົບខិតជាមួយនិកាយតានិកាយពុទ្ធសាសនាដើម្បីរៀបចំផែនការធ្វើការបះបោរខົບខិតគ្នាធ្វើជាប្រជាអធិរាជដណ្ដើមរាជបល្ល័ង្កផលវិបាកនៃសកម្មភាពទាំងនេះមិនមែនជារឿងតូចតាចឡើយនៅក្នុងកំណត់ត្រាមានប្រយោគមួយដែលបាននិយាយថានៅថ្ងៃទី18នៃខែទី2ព្រះអង្គម្ចាស់លូយូសៀបានខົບខិតគ្នាធ្វើការបះបោរនៅថ្ងៃទី6នៃខែទី3ត្រូវបានប្រហារជីវិតចោលប្រយោគនេះគឺពិតជាសាមញ្ញណាស់ព័ត៌មានលម្អិតទាក់ទងជាមួយនឹងបញ្ហាទាំងអស់នេះមិនមែនសម្រាប់អ្នកខាងក្រៅដែលអាចដឹងឮបានឡើយបន្ទាប់ពីធ្វើការបះបោរបង្កើតនៅការបង្ហូរឈាមមន្ត្រីរបស់ព្រះរាជទាយាទត្រូវបានរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេហើយត្រូវប្រហារជីវិតចោលពួកនិកាយតានិកាយពុទ្ធសាសនានិងប្រាសាទគោលអចារ្យដែលត្រូវបានខុសគ្នានោះត្រូវបានបញ្ជូនទៅទីលានប្រហារជីវិតដូចគ្នាបន្ទាប់ពីធ្វើការប្រហារជីវិតបានបញ្ចប់ហេតុការណ៍មួយចំនួនក៏បានកើតឡើងនៅពេលនោះដែរឧទាហរណ៍ដូចជាក្បាលរបស់ព្រះរាជទាយាទមិនត្រូវបានរកឃើញនោះទេបន្ទាប់ពីត្រូវបានកាត់ក្បាលរបស់ព្រះរាជទាយាទត្រូវបានបាត់ខ្លួនដោយគ្មានដានហើយមិនថាមនុស្សគ្រប់គ្នាស្វែងរកយ៉ាងណាទេពួកគេមិនអាចរកឃើញឡើយចុងបញ្ចប់អធិរាជយិនហ្វឹងក៏បានលើកឡើងអំពីវិធីដែរព្រះអង្គបានចេញព្រះរាជក្រឹត្យមួយដើម្បីលុបឈ្មោះព្រះរាជទាយាទលីងយូសៀចាកចេញអំពីកំណត់ត្រាវង្សត្រកូលរបស់គ្រួសារអធិរាជម្ដាយបង្កើតរបស់ព្រះរាជទាយាទលីងយូសៀដែលជាមហេសីមុនរបស់ព្រះរាជាដែលគាត់បានស្លាប់ទៅហើយនោះក៏ត្រូវបានបន្ទាបឋានៈទៅជានាមនាងអធិរាជផងដែរបន្ទាប់មកគាត់ក៏បានជ្រើសរើសមន្ត្រីមួយចំនួនមកជំនួសកន្លែងមន្ត្រីដែលបានសម្លាប់ចោលពី3ថ្ងៃបន្ទាប់ប្រជាអធិរាជបានក៏ហៅព្រះអង្គម្ចាស់ទី2លីងយូស៊ូឲ្យឡើងមកពីព្រំដែនវិញដើម្បីនិយាយអំពីកាតព្វកិច្ចរបស់ព្រះអង្គបន្ទាប់ពីអស់រយៈពេល2ថ្ងៃគាត់បានតែងតាំងលីងយូស៊ូធ្វើជាព្រះអង្គម្ចាស់រាជទាយាទបន្ទាប់ពីលីងយូសៀដែលបានស្លាប់ទៅហើយនឹងធ្វើការគ្រប់គ្រងទៅកាន់នយោបាយទាំងអស់គាត់បានក៏ហៅព្រះរាជទាយាទមកបន្ទាប់មកគាត់ក៏បានសួរថាយូស៊ូឥឡូវនេះព្រះអង្គកំពុងតែគ្រប់គ្រងនយោបាយហើយតើរឿងដំបូងដែលព្រះអង្គត្រូវធ្វើគឺជាកិច្ចការអ្វីទៅលោកយេស៊ូបានគិតមួយសន្ទុះបន្ទាប់មកគាត់ក៏បាននិយាយខ្ញុំនឹងលុបបំបាត់បងប្រុសធំចោលអរិយហ្វឹងបាននិយាយទាំងទៅមុខស្រពោនថាឥឡូវនេះឯងគឺជាបងប្រុសធំហើយគ្មានបងប្រុសធំឯណាទៀតទេលោកយេស៊ូបាននិយាយបន្តថាខ្ញុំនឹងលុបបំបាត់សន្ធិសញ្ញាដែលគាត់បានចុះហត្ថលេខាជាមួយនឹងប្រទេសខាងក្រៅហើយយកទឹកដីដែលយើងបានកាន់កាប់យកមកវិញបន្ទាប់មកខ្ញុំនឹងលុបបំបាត់និកាយទាំងនោះដែលបានព្យាយាមលេបយកទឹកដីក្នុងកំឡុងពេលដែលមានភាពវឹកវរដោយមើលឃើញពីរបៀបដែលនិកាយតានិងនិកាយពុទ្ធសាសនាបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរនេះហើយនឹងលំបាត់អ្នកហ្វឹកហាត់ដែលមានកម្លាំងខ្លាំងក្លាមួយចំនួនធំខ្ញុំនឹងយកដីជាងពាក្យកណ្ដាលដែលជាកម្មសិទ្ធិរបស់និកាយតានិងនិកាយព្រះពុទ្ធសាសនានៅក្នុងប្រាសាទគោលអចារ្យត្រឡប់មកវិញអរិយហ្វឹងក៏បានសួរបន្តទៀតថាចោះបន្តមកទៀតខ្ញុំនឹងសរសេរសេចក្តីសម្រេចអំពីអក្រិនកម្មរបស់ខ្ញុំជាមុនសិនអរិយហ្វឹងបានផ្ទុះកំហឹងភ្លាមៗនៅពេលដែលគាត់បានឆ្លើយថានិយាយម្ដងទៀតលោកយេស៊ូបាននិយាយម្ដងទៀតយ៉ាងឧឡារិកខ្ញុំសរសេរក្រិតស្ដីអំពីអក្រិតកម្មរបស់ខ្ញុំហើយអធិដ្ឋានសុំឋានសួគ៌កុំឲ្យបញ្ជូនក្រុមហ៊ុនត្រាយបន្ថែមទៀតដើម្បីធ្វើបាបកម្មប្រជាជនរបស់ព្រះអង្គអធិរាជយិនហ្វឹងបានសម្លឹងមើលទៅកាន់លីងយេស៊ូបន្ទាប់មកគាត់ក៏បាននិយាយយ៉ាងត្រជាក់ថាអ្នកណាគឺជាអ្នកបង្រៀនឯងបែបនេះលីងយេស៊ូមានការផ្អើលបន្ទាប់មកគាត់ក៏បាននិយាយថាគឺខ្ញុំសួរថាតើអ្នកណាគឺជាអ្នកបង្រៀនឯងបែបនេះអធិរាជយិនហ្វឹងមិនអាចទៅកំផឹងរបស់គាត់បានទេនៅពេលដែលគាត់បានដើរទៅគាត់ក៏បានស្រែកខ្លាំង
ឯងគឺជាកូនប្រុសរបស់យើងស្គាល់ឯងច្បាស់ណាស់ហើយឯងមិនអាចនិយាយរឿងបែបនេះបានទេពាក្យទាំងនេះមិនមែនជាអ្វីដែលព្រះអង្គម្ចាស់អាចនិយាយចេញបាននោះទេប៉ុន្តែជាអ្វីដែលអាចយល់បានលុះត្រាតែឈរនៅក្នុងតំណែងជាព្រះចៅអធិរាជនិយាយមកអ្នកណាគឺជាអ្នកបង្រៀនឯងនៅមេរៀនបែបនេះលោកយេស៊ូវក៏បានប្រាប់ថាពេលខ្ញុំត្រឡប់ទៅកាន់រាជធានីវិញខ្ញុំបានទៅជួបគ្រូអាចារ្យដោយចៃដន្យហើយបានជួបព្រះចៅអធិការដែលបានព្យាបាលរបួសរបស់គ្រូអាចារ្យខ្ញុំបានពិភាក្សាជាមួយនឹងពួកគេអំពីរបៀបដែលលោកឪពុកនឹងសួរខ្ញុំអំពីនយោបាយដើម្បីកសាងប្រទេសហើយនឹងធ្វើការសាកល្បងការខ្ញុំដូចខ្ញុំបានសុំកំណត់អំពីពួកគេអាចារ្យហ្វឹងបានសួរស្ងប់ស្ងាត់ថាតើអ្នកណាជាអ្នកស្នើឲ្យឯងសរសេរបទក្រិតអំពីឯងគឺជាព្រះចៅអធិការនៃរាជវាំងនិងព្រះចៅអធិការនៅក្នុងប្រាសាទពួកគេបានន័យថាក្រុមហ៊ុនត្រាយនេះគឺជាទង្វើរបស់ព្រះនៅឋានសួគ៌ដូច្នេះហេតុអ្វីបានជាយើងមិនធ្វើតាមឆន្ទៈរបស់ពួកគេហើយរៀបចំផែនការរបស់យើងដើម្បីធ្វើការអត់ទោសទៅកាន់ពួកគេប្រសិនបើពួកយើងធ្វើការប្រឆាំងទៅកាន់ពួកគេដោយផ្ទាល់យើងប្រកាសជានឹងត្រូវចាញ់ចំពោះខ្ញុំការសរសេរក្រិតទៅលើបទល្មើសរបស់ខ្លួនឯងគឺជាអ្វីដែលខ្ញុំធ្វើប្រសើរជាងឲ្យលោកឪពុកជាអ្នកធ្វើដោយខ្លួនឯងប្រសិនបើព្រះបិតាសរសេរក្រិតនេះវានឹងមានថាអ្នកដែលបដិសេធកំណែតម្រង់របស់ព្រះអង្គគឺជាខ្ញុំដែលជាវិរិយទីយាតនេះដូច្នេះខ្ញុំអាចធ្វើពុតជាមេជីវធម៌អាត្រាចារ្យវឹងបាននិយាយថាយើងដឹងអំពីសមត្ថភាពប្រាជ្ញាភាពក្លាហាននិងការយល់ដឹងរបស់ឯងដូច្នេះយើងដឹងថាឯងមិនទាន់គិតអំពីរឿងបែបនេះនៅឡើយទេនោះហើយជាមូលហេតុដែលជាការពិតមាននរណាម្នាក់បានរៀនឯងអំពីរឿងទាំងអស់នេះហើយនោះហើយជាមូលហេតុដែលខ្ញុំធ្វើសកម្មភាពបែបខឹងបែបនេះទោះបីជាយើងសួរឯងអំពីនយោបាយក៏ដោយឯងមិនចាំបាច់ធ្វើតាមអ្វីដែលពួកគេបានរៀនឯងទេឯងត្រូវតែនិយាយការយល់ដឹងរបស់ឯងខ្លួនឯងមកកាន់យើងមិនបារម្ភអំពីគ្រូជាតិទេប៉ុន្តែគឺជាប្រជាអធិរាជនៃវិមានមួយនោះយើងខ្លាចថាថ្ងៃណាមួយដែលយើងនិងគ្រូជាតិលែងនៅក្បែរឯងហើយនោះឯងនឹងមិនអាចយកឈ្នះទៅកាន់ពួកគេបានទេឥឡូវនេះការហ្វឹកហាត់របស់យើងបានបាត់បង់ទៅហើយកំណត់ទ្របអធិភាពរបស់យើងត្រូវបានបំផ្លាញចោលវាពិបាកណាស់សម្រាប់យើងក្នុងការស្ដារនៃការហ្វឹកហាត់របស់យើងត្រឡប់វិញដូច្នេះយើងបានឲ្យឯងធ្វើការត្រួតពិនិត្យអាណាចក្រមួយនេះហើយគ្រប់គ្រងនយោបាយទាំងអស់ឯងគួរតែប្រុងប្រយ័ត្ននិងមានសតិសម្បជញ្ញៈក្នុងការគ្រប់គ្រងប្រសិនបើខ្ញុំមិនអាចទទួលបានការហ្វឹកហាត់របស់យើងត្រឡប់វិញទេអាយុកាលរបស់យើងនឹងមានចង្ខោចណាស់ប្រហែលជា30ឆ្នាំទៅ50ឆ្នាំទៀតតែប៉ុណ្ណោះនៅពេលដែលពេលវេលាបានមកដល់ឯងនឹងក្លាយទៅជាអធិរាជពង្រីកការយល់ដឹងរបស់ឯងនិងពង្រឹងគំនិតរបស់ឯងគិតបន្ថែមទៀតដោយខ្លួនឯងទៅចុះកាត់មកកាន់ឈានមួយវិញគាត់បានទៅកាន់ភ្នូររបស់ស្ដេចឋានសួគ៌ឈៀននិងស្ដេចឋានសួគ៌លូគាត់បានយកក្បាលរបស់លោកយេស៊ូវទៅដាក់ពីមុខភ្នូរហើយបន្ទាប់មកមនុស្សគ្រប់គ្នាក៏បានឲ្យធូបនិងធ្វើការគោរពវិញ្ញាណក្ខន្ធទៅកាន់ស្ដេចឋានសួគ៌ទាំងពីរឈានមួយបានថាស្ដេចឋានសួគ៌ទាំងពីរប្រសិនបើវិញ្ញាណរបស់អ្នកទាំងពីរអាចលើខ្ញុំនិយាយអ្នកទាំងពីរអាចធ្វើការសម្រាកដោយសន្តិភាពបានហើយឥឡូវនេះស្ថានភាពកំពុងតែបង្ហាញថាក្រុមហ៊ុនត្រាយទាំងអស់នេះគឺធ្លាក់មកលើពួកយើងនេះគឺជាពេលវេលាដ៏លំបាកហើយក៏ជាក្រុមហ៊ុនត្រាយដែលមិនអាចជៀសផុតបានបន្ទាប់ពីមនុស្សគ្រប់គ្នាបានគោរពវិញ្ញាណក្ខន្ធទៅកាន់ស្ដេចឋានសួគ៌រួចពួកគេក៏បានបែកគ្នាទៅស្ដេចឋានសួគ៌យូបានមកហើយក៏បានសួរថាមេសាសនានឹងនៅតែវិលត្រឡប់ទៅកាន់រាជវង្សចាងកាងទៀតតើមែនទេឈិនមូក៏បានងក់ក្បាលតិចស្ដេចឋានស៊ូយូមានការឆ្ងល់ហើយបន្ទាប់មកគាត់ក៏បាននិយាយថាលើកនេះសាសនាបិសាចរបស់យើងបានយកគ្រូជាតិមកធ្វើជាស្ដេចឋានស៊ូហើយសម្រាប់ប្រជាអធិរាជខ្លាំងៗក៏ដូចជាមនុស្សដ៏ខ្លាំងក្លាមួយចំនួននៅក្នុងនិកាយណាជាមួយនឹងនិកាយព្រះពុទ្ធសាសនាដូច្នេះខ្ញុំខ្លាចថាប្រជាអធិរាជនឹងមិនអាចការពារពួកយើងតើមេនិកាយមិនគិតឬក៏មិនព្រួយបារម្ភអំពីការវិលត្រឡប់ទៅវិញទេតើមែនទេឈិនមូបានកលេចមើលទៅកាន់ស្ដេចឋានស៊ូទាំងពីរអង្គហើយបន្ទាប់មកបាត់គាត់និយាយថានិកាយតើនៅនិកាយព្រះពុទ្ធសាសនានៅតែមាននៅជុំវិញនេះដូច្នេះរឿងសំខាន់បំផុតសម្រាប់អធិរាជគឺត្រូវកម្ចាត់ទីសក្ការៈធំទាំងពីរនេះចោលបើសិនជាមិនកម្ចាត់វាចោលទេព្រះអង្គនឹងមិនដាក់ដៃមកលើនិកាយរបស់យើងឡើយលុះត្រាតែព្រះអង្គសម្អាតរបស់ទាំងអស់នោះរួចយើងក៏មានការប្រុងប្រយ័ត្នបន្ទាប់ពីពេលនោះចំពោះនៅពេលនេះវិញយើងមិនចាំបាច់មានការព្រួយបារម្ភអ្វីឡើយព្រោះព្រះអង្គនឹងមិនយកចិត្តទុកដាក់ចំពោះយើងនៅឡើយទេឈិនមូបានដើរទៅក្បែរដើមឈើដ៏ពិសិដ្ឋរបស់និកាយបន្ទាប់មកគាត់ក៏បានអែវាថ្នមនៅពេលដែលគាត់បាននិយាយបន្តថាមីគីរបស់ពួកបរិសុទ្ធគឺគ្មានអ្វីក្រៅពីការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់មនុស្សសាមញ្ញនោះទេស្ដេចឋានស៊ូយូតើលោកគឺពិតជាគិតថាយើងអាចផ្លាស់ប្ដូរតើដ៏អស្ចារ្យនៃឋានសួគ៌និងផែនដីបានដែរទេស្ដេចឋានស៊ូយូបានដើរទៅខាងមុខគាត់បន្ទាប់មកគាត់ក៏បាននិយាយបន្តថាខ្ញុំល្ងងខ្លាំងណាស់ហើយសំណួរដែលមេសាសនាសួរនេះគឺពិតជាជ្រាលជ្រៅពេកហើយខ្ញុំខ្លាចថាខ្ញុំមិនអាចឆ្លើយតបនឹងមេសាសនាឈិនបានទេទោះជាយ៉ាងណាក៏ដោយខ្ញុំដឹងថាពីមុនមិនមានផ្លូវធ្វើការហ្វឹកហាត់ទេប៉ុន្តែនៅពេលដែលមនុស្សកាន់តែច្រើនឡើងចាប់ផ្ដើមដើរនៅលើផ្លូវមួយនេះផ្លូវមួយត្រូវបានបង្កើតឡើងមកបន្ទាប់មកមនុស្សមិនចូលចិត្តដើរក្នុងវាលភក់នៅពេលដែលភ្លៀងចាប់ផ្ដើមធ្លាក់ឡើយដូច្នេះពួកគេបានគ្របដណ្ដប់ផ្លូវរបស់ពួកគេដោយប្រើប្រាស់ថ្មជាអ្នកដឹកនាំនិងធ្វើការគ្របដណ្ដប់ផ្លូវដែលជោគជាំទៅដោយទឹកភ្លៀងដែលសើមបន្ទាប់មកផ្លូវកាន់តែងាយស្រួលក្នុងការដើរ
បន្ទាប់ពីនោះមនុស្សបានរកឃើញថាការដើរគឺពិតជាយឺតដូច្នេះពួកគេក៏បានបង្កើតកង់និងរបស់ផ្សេងៗដើម្បីធ្វើជាយានជំនិះនោះហើយជារបៀបដែលពួកគេបង្កើតឡើងនៅរទេះសេះដើម្បីធ្វើការតាមផ្លូវនេះខ្ញុំគិតថាมันមានផ្លូវសម្រាប់រទេះសេះទេប៉ុន្តែបន្ទាប់ពីមនុស្សបានបង្កើតវាពួកគេក៏បានបង្កើតផ្លូវមួយថ្មីទៀតដើម្បីធ្វើជាផ្លូវរបស់រទេះសេះដែលមានទំហំធំហើយវាក៏ជាផ្លូវមួយដែលបានបង្កើតឡើងនៅលើផែនដីនិងឋានសួគ៌ជនមូបានស្ដាប់ការបកស្រាយរបស់គាត់ជនមូមានការផ្អើលស្ដេចឋានសួគ៌យូក៏បានបន្តថាបន្ទាប់ពីនោះមនុស្សបានរកឃើញរទេះសេះយឺតហើយបានបន្តបង្កើតកប៉ាល់ដែលអាចហោះហើរនៅលើមេឃបានពួកគេមិនមានសមាសធាតុតុងដៃនិងកមាសដូច្នេះពួកគេបានទាញយករ៉ែមកដើម្បីធ្វើទៅកាន់ពួកវាឲ្យអាចធ្វើការហោះហើរនៅលើអាកាសបានសម្បត្តិខ្លះនៅឆ្ងាយពេកមិនអាចធ្វើការផ្ញើសារបានទេដូច្នេះពួកគេបានបង្កើតសម្បត្តិហោះខ្ញុំគិតថានៅពេលដែលមនុស្សបានបង្កើតរបស់កាន់តែច្រើនឡើងតើរអចារ្យឋានសួគ៌និងផែនដីក៏បានកើនឡើងជាលំដាប់ផងដែរការពីអតីតកាលនៅពេលដែលរដូវរងាបានមកដល់នៅទីភាគខាងជើងវាពិបាកសម្រាប់ពួកគេក្នុងការបរិភោគផ្លែឈើនិងបន្លែស្រស់ៗណាស់ប៉ុន្តែឥឡូវនេះមានកប៉ាល់ហោះផ្លែឈើនិងបន្លែពីភាគខាងត្បូងត្រូវបានដឹកជញ្ជូនមកតាមរយៈទិសដៅភាគខាងជើងរយៈពេលប្រហែលថ្ងៃនេះការពីអតីតកាលមានវិទ្យាស្ថានធម្មជាតិគឺពិតជាមិនមានការអំណោយផលជាកន្លែងដែលអរិយធ្វើការដើរហែលគ្រប់ទីកន្លែងដើម្បីធ្វើបាបទៅកាន់មនុស្សឥឡូវនេះយើងអាចធ្វើការដាក់វេទមន្តមួយចំនួនដើម្បីធ្វើការកាត់ផ្ដាច់ផ្លូវរបស់ពួកគេហើយប្រែក្លាយផ្លូវរបស់គេដែរទៅជាភ្នំដែលស្ងួតនិងព្រៃទៅជាភ្នំដ៏ស្គីវស្ងាត់ហើយទឹកក៏ប្រែទៅក្លាយទៅជាថ្លាការពីអតីតកាលដីទាំងនោះគ្មានជីវជាតិហើយមិនអាចធ្វើផលដំណាំបានច្រើនទេប៉ុន្តែឥឡូវនេះយើងអាចប្រែក្លាយដីគ្មានជីវជាតិទៅជាដីដែលមានជីវជាតិបានកាលពីមុនខ្យល់ភ្លៀងព្យុះកករន្ទះគឺជាបាតុភូតអូតូនិយមប៉ុន្តែឥឡូវនេះមនុស្សអាចគ្រប់គ្រងទៅកាន់វាបានលោកមេប៉ាឥឡូវនេះតើយើងអាចផ្លាស់ប្ដូរតើឋានសួគ៌រវាងព្រៃមេឃនិងផែនដីបានហើយឬនៅចិនមូបានមកក្បាលតិចហើយគាត់ក៏បានមហាស្នាមខ្ញុំគិតថាយើងគឺអាចធ្វើបានហើយបន្ទាប់មកស្ដេចឋានសួគ៌យូក៏បានសួរម្ដងទៀតថាមេសាសនាតើខ្ញុំគឺពិតជាល្ងងមែនដែរទេអូយល់ច្រឡំហើយលោកគឺពិតជាមិនល្ងងនោះទេលោកគឺពិតជាអស្ចារ្យណាស់ស្ដេចឋានសួគ៌យូលោកគឺជាមនុស្សដែលមានសមត្ថភាពមិនចាំបាច់ធ្វើការបន្តខ្លួនឯងបែបនេះទេឥឡូវនេះតើលោកចង់សួរអំពីអ្វីទៅលោកមេប៉ាពីមុននេះខ្ញុំបាននិយាយថាប្រជាអធិរាជអាចចាត់វិធានការមកលើនិកាយរបស់យើងបន្ទាប់ពីត្រង់លំបាត់ទឹកដីដ៏វិសុទ្ធធំទាំងពីរនោះចោលខ្ញុំឆ្ងល់ថាតើមេសាសនាមានវិធានការបែបណាដើម្បីទប់ទល់ជាមួយនឹងព្រះអង្គប្រហែលជាមេសាសនាក៏អាចក្លាយទៅជាប្រជាអធិរាជបានដែរជំនួសបានកលេចមើលទៅកាន់គាត់បន្ទាប់មកគាត់ក៏បាននិយាយបន្តថាទេខ្ញុំមិនអាចធ្វើទេតារាបណាអ្វីដែលប្រជាអធិរាជកំពុងតែធ្វើគឺស្តៀងជាមួយនឹងគោលដៅរបស់ពួកយើងវាមិនមានបញ្ហាទេថាតើខ្ញុំគឺជាប្រជាអធិរាជឬក៏អត់នោះលើកពីនេះទៀតលោកគ្រូជាតិឥឡូវនេះគឺជាស្ដេចឋានសួគ៌ទី4នៃនិកាយរបស់យើងទៅហើយប្រសិនបើទ្រង់មិនជួយសង្គ្រោះនិកាយរបស់យើងហើយគាត់មិនជួយគ្រោះថ្នាក់ណាមួយទេតើប្រជាអធិរាជអាចធ្វើចលនាមកលើនិកាយរបស់យើងបានដោយរបៀបណាទៅលើសពីនេះទៀតខ្ញុំខ្លាចថាវាមិនងាយស្រួលទេក្នុងការលំបាកនិកាយណាជាមួយនឹងនិកាយពុទ្ធសាសនាលោកកុំគិតច្រើនពេកអីខ្ញុំមករៀបចំចានកាងនេះគ្រាន់តែសម្រាប់ស្វែងរកអភិសោតរបស់ខ្ញុំក្នុងការហ្វឹកហាត់តែប៉ុណ្ណោះបន្ទាប់មកជាមួយក៏បានចាកចេញពីភ្នំនោះហើយក៏បានត្រឡប់ទៅកាន់មហាវិទ្យាល័យអធិរាជវិញបាទហ្នឹងហើយ admin ក៏សុំតែកាត់ស្លេះតែប៉ុណ្ណេះសិនដែរហើយមើលទៅប្រហែលជាលឺសាច់រឿងគេទៀតហើយមើលទៅមិនដឹងទេណាចាំមើលសាច់រឿងគេចេញជាក់ស្ដែងណាព្រោះឯសាច់រឿងជាតិ1ហ្នឹងគឺពិតជាចេញជឿខ្លាំងមែនទែនហើយជាចុងក្រោយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ក្នុងក្រុម VIP admin អីគឺពិតជាអាចតំណតំណងមកកាន់ admin បានព័ត៌មានលម្អិតគឺ check មើលនៅក្នុង comment ទៅបាទអរគុណជម្រាបលាបើចូលចិត្តកុំភ្លេច subscribe ផងបាទអរគុណ